ជំរាបសួរលោកគ្រូអ្នកគ្រូសួស្តីសិស្សានុសិស្សបងប្អូនទាំងអស់គ្នាអញ្ចឹងខ្ញុំឈ្មោះសុក Steven គឺជាក្រុមការងារនៃកម្មវិធី Technovation Girls Cambodia ជាមួយនឹង Future Digital Talent ដែលថ្ងៃនេះដែរគឺខ្ញុំមកបង្ហាញពីរបៀបចុះឈ្មោះចូលរួមកម្មវិធី Future Digital Talent ទាំងអស់គ្នាអញ្ចឹងដើម្បីចាប់ផ្ដើមគឺយើងចូលមកមើលផ្ទាំងGoogle Chrome យើងអាចបើក Google Chrome ឬមួយ Firefox ហើយវាពាក្យថា Tech for Kids Academy បាទអញ្ចឹងនៅពេលដែលទាំងអស់គ្នាវាយពាក្យ Tech for Kids Academy ហើយគឺយើងនឹងឃើញពាក្យ Tech for Kids Academy .home load នៅលើគេហ្នឹងយើងអាចចុចមកបាទអញ្ចឹងយើងចូលមកដល់គេហទំព័រ Tech for Kids Academy ហើយអញ្ចឹងបន្តមកទៀតទាំងអស់គ្នាអាចចុចយកពាក្យ Rise នៅលើចំកណ្ដាលនេះហើយអូសមកក្រោមដើម្បីរកកម្មវិធី Technovation Future Digital Talent នៅកន្លែងនេះបាទអញ្ចឹងយើងអាចចុចលើហ្នឹងមកបាទអញ្ចឹងយើងនឹងឃើញមាន Technovation Girls មាន Future Digital Talent អញ្ចឹងសម្រាប់សិស្សានុសិស្សនារីគឺគាត់អាចចុចចូល Technovation Girls បានសម្រាប់សិស្សានុសិស្សដែលជាបុរសគឺគាត់ត្រូវចុចចូល Future Digital Talent Learn More មកបាទអញ្ចឹងយើងនឹងមកកាន់គេហទំព័ររបស់ Future Digital Talent ហើយអញ្ចឹងដើម្បីចុះឈ្មោះគឺយើងត្រូវចុចយកពាក្យ Get Start ប៉ុន្តែបើសិនអ្នកដែលមាន account រួចរាល់ហើយគឺអាច sign in បានប៉ុន្តែដោយសារខ្ញុំអត់ទាន់មានអញ្ចឹងខ្ញុំចុច Get Start មកបាទអញ្ចឹងកន្លែងនេះគឺយើងត្រូវពេញព័ត៌មានរបស់យើងអញ្ចឹងទី1សំខាន់បំផុតគឺ email ដែលយើងប្រើប្រាស់សប្តាហ៍ទី2គឺ team name បាទទី3គឺ password អញ្ចឹង password កន្លែងនេះគឺតម្រូវឲ្យមានចាប់ពី6អក្សរឡើងទៅបាទអូខេហើយបន្តមកទៀតជ្រើសរើស division របស់យើងអញ្ចឹង division ហ្នឹងគឺដូចចំណាត់ថ្នាក់អញ្ចឹងមានន័យថាការប្រកួតគឺបែងចែកទៅជា3ចំណាត់ថ្នាក់ទី1មាន beginner មាន junior ហើយមាន senior អញ្ចឹង beginner ហ្នឹងគឺអ្នកដែលគាត់មានអាយុចន្លោះពី8ដល់12ឆ្នាំសម្រាប់ junior គឺអ្នកដែលមានអាយុពី13ដល់15ឆ្នាំហើយ senior គឺអាយុពី16ទៅ18ឆ្នាំអញ្ចឹងខ្ញុំជ្រើសរើសយក senior ហើយចុងមកក្រោមគឺជាព័ត៌មានរបស់ team member អញ្ចឹង team member ទី1គឺជាព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទាំងអស់គ្នាហ្នឹងអញ្ចឹងឈ្មោះខ្ញុំផ្ទាល់ខ្លួនបាទហើយ email របស់ខ្ញុំបាទអូខេសាលាដែលខ្ញុំសិក្សាភេទរបស់ខ្ញុំហើយខេត្តដែលខ្ញុំមកដែលខ្ញុំកំពុងរស់នៅបាទអូខេបាទអញ្ចឹងដោយសារខ្ញុំមានអត់ទាន់មានសមាជិកក្រុមអញ្ចឹងខ្ញុំអាចចុចយក sign up បានប៉ុន្តែក្នុងករណីបើសិនទាំងអស់គ្នាមានសមាជិកក្រុមចន្លោះពី2ទៅ5នាក់ទាំងអស់គ្នាអាចចុចយក add member បាទហើយពេញព័ត៌មានរបស់ពួកគាត់ចូលប៉ុន្តែបើសិនជាអត់ទេដូចខ្ញុំអញ្ចឹងតែម្នាក់ឯងគឺខ្ញុំអាច sign up បានបាទអូខេអញ្ចឹងចូលមកកាន់ផ្ទាំងព័ត៌មានរបស់ខ្ញុំអញ្ចឹងដូចទាំងអស់គ្នាឃើញអញ្ចឹង team ខ្ញុំឈ្មោះ Innovator X អញ្ចឹងទៅហើយ team member គឺមានតែម្នាក់ឯងឥឡូវហ្នឹងក្នុងករណីថ្ងៃមុខទៀតខ្ញុំមានសមាជិកក្រុមដែលគាត់ចង់ចូលបន្ថែមគឺខ្ញុំអាច add member បាននៅកន្លែងនេះហើយសម្រាប់ mentor យើងអាចបំពេញព័ត៌មានរបស់គ្រូបង្វឹកឬគ្រូបង្គោលរបស់យើងបានគឺនៅចុចនៅកន្លែងនេះបាទហើយសម្រាប់កម្មវិធីសិក្សាគឺទាំងអស់គ្នាអាចចុចចូលកន្លែងនេះដើម្បីមើលពីកម្មវិធីសិក្សារយៈពេល12សប្តាហ៍ហ្នឹងហើយអាចរៀនទៅតាមហ្នឹងអញ្ចឹងទៅហើយសម្រាប់ project submission នៅពេលដែលទាំងអស់គ្នាមាន project ដើម្បី submit ហើយទាំងអស់គ្នាអាចចុចយកពាក្យ start submission បានកន្លែងនេះបាទអញ្ចឹងទាំងនេះគឺជាផ្ទាំងរួមនៃការប្រើប្រាស់សម្រាប់កម្មវិធី Future Digital Talent អញ្ចឹងសូមអរគុណសម្រាប់ការទស្សនាហើយសង្ឃឹមថាទាំងអស់គ្នានឹងចុះឈ្មោះចូលរួមកម្មវិធី Future Digital Talent ទាំងអស់គ្នាអរគុណ